ជំរាបសួរកូនៗទាំងអស់គ្នាសុខសប្បាយអរគុណចាអរគុណព្រះសម្រាប់ថ្ងៃថ្មីនិងសុខភាពសុខភាពដែលព្រះអង្គតែងតែការពារដល់កូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះអ្នកគ្រូមានមេរៀននៅក្នុងថ្នាក់ទី4ចាមេរៀនថ្ងៃនេះយើងរៀនពីមេរៀនទី24សព្វនាមបាទអញ្ចឹងដើម្បីយើងដឹងពាក្យដែលជាសព្វនាមគឺយើងត្រូវតែមកដឹងពីនិយមន័យជាមុនសិនតោះឥឡូវយើងអាននិយមន័យជាមួយអ្នកគ្រូទាំងអស់គ្នាសព្វនាមជាពាក្យសម្រាប់ប្រើជំនួសនាមឬកន្សោមនាមនិងសម្រាប់បង្ហាញបុគ្គលិកចូលរួមក្នុងការប្រាស្រ័យតាក់ទងគ្នាចាសូមអានជាមួយអ្នកគ្រូម្ដងទៀតសព្វនាមជាពាក្យសម្រាប់ប្រើជំនួសនាមឬកន្សោមនាមនិងសម្រាប់បង្ហាញបុគ្គលិកចូលរួមក្នុងការប្រាស្រ័យតាក់ទងគ្នាតោះឥឡូវយើងមកមើលឧទាហរណ៍ខាងក្រោមអ្នកគ្រូមាន3សម្រាប់មកបង្ហាញកូនទាំងអស់គ្នាតោះសូមអានល្បះជាមួយអ្នកគ្រូបាក់ទី1គឺខ្ញុំមានមិត្តស្និទ្ធស្នាលច្រើនអញ្ចឹងកូនមើលថាពាក្យណាជាសព្វនាមចាគឺពាក្យថាខ្ញុំនេះគឺជាសព្វនាមចាពួកអីបង្ហាញបុគ្គលដែលចូលរួមចាអញ្ចឹងខ្ញុំនឹងគឺជាសព្វនាមតោះឥឡូវយើងមើលទៀតពាក្យល្បះទី2តោះអានជាមួយអ្នកគ្រូពួកយើងតែងជួយធុរៈគ្នាទៅវិញទៅមកអញ្ចឹងពាក្យណាដែលជាសព្វនាមចាគឺជាពួកយើងនេះគឺជាសព្វនាមដោយសារតែពួកយើងគឺបង្ហាញពីបុគ្គលិកដែលបានចូលរួមហើយមានទំនាក់ទំនងគ្នាតោះអញ្ចឹងពួកយើងនេះគឺជាសព្វនាមតើឥឡូវយើងមើលបាសទី3អានជាមួយអ្នកគ្រូសុខាជាមិត្តល្អរបស់ខ្ញុំវាជាកូនកំព្រាឪពុកម្ដាយអញ្ចឹងយើងមើលថាតើល្បះមួយណាគឺជាសព្វនាមអញ្ចឹងនេះពាក្យវានេះគឺជាសព្វនាមដោយសារតែពាក្យវានេះគឺជំនួសឲ្យសុខានេះជំនួសឲ្យពាក្យសុខាដែលជានាមហ្នឹងណាអញ្ចឹងវានេះគឺជាសព្វនាមថាសុខាហ្នឹងជាអីវាគឺជាកូនកំព្រាឪពុកម្ដាយចាអញ្ចឹងពាក្យវាគឺជាសព្វនាមចាអញ្ចឹងអរគុណច្រើនមេរៀនអ្នកគ្រូគឺចាប់តែប៉ុណ្ណឹងហើយអ្នកគ្រូសង្ឃឹមថាកូនទៅផ្ទះវិញនឹងអាចយល់ពាក្យដែលជាសព្វនាមហើយបើមានចម្ងល់អីនៅពេលអាចសួរអ្នកគ្រូនៅពេលក្រោយបានចាសូមអរគុណច្រើនសូមជម្រាបលា